ជំរាបសួរបាទនេះគឺជាប្រព័ន្ធកត់តាកត់ចំណងដៃដែលអាប់ដេតថ្មីបាទដែលវាមានងាយស្រួលក្នុងការប្រើបាទចឹងមានជាងភាសាខ្មែរនិងភាសាអង់គ្លេសបាទអញ្ចឹងប្រព័ន្ធនេះគឺមានទំបែបនេះបាទអញ្ចឹងយើងមានភ្ញៀវសរុបមានប្រាក់រៀលសរុបមានប្រាក់ដុល្លារសរុបមកហើយវានឹងអានឲ្យជាភាសាខ្មែរទៀតអញ្ចឹងគាត់បន្ថែមភ្ញៀវថ្មីបាទចុចលើនេះមកបាទអូឈ្មោះភ្ញៀវមកទៅដាបាទសេដ្ឋានរបស់គ្រួសារបាទអញ្ចឹងគាត់ចងជាដុល្លារឬខ្មែរអូម៉ាគាត់ចងជារៀលបាទជារៀលយើងដល់60000បាទយើងចូល60000មកហើយនេះយើងរើសមកបាទបើគាត់ជារៀលយើងចងជារៀលអញ្ចឹងមកហើយចុចពាក្យរក្សាទុកមកបាទអញ្ចឹងវានឹងលោតឲ្យបាទនេះបាទហើយភ្ញៀវយើងឡើង11នាក់ហើយបើសិនជាគាត់បាទម្នាក់ទៀតឧបមាថាបាទហានអញ្ចឹងទៅសេដ្ឋានរបស់គាត់បាទពួកសុទ្ធដដែលហើយគាត់ចងជាដុល្លារឧបមាថា$20បាទអញ្ចឹងនេះយើងរើសជាដុល្លារមកបាទហើយយើងរក្សាទុកមកបាទនេះវានឹងចេញជាដុល្លារឲ្យហើយវានឹងអានឲ្យចឹងបាទហើយនេះបាទពីលក្ខណៈនេះជាដែលយើងបញ្ចូលទៅគឺវានឹងលោតមកខាងនេះហើយយើងចង់មានការលុបចង់ធ្វើការកែប្រែអីមកឲ្យយើងវាយច្រឡំនេះឧបមាថាម្នាក់នេះគាត់ចង50ទៅគាត់ចង60ប៉ុន្តែយើងវាយច្រឡំជឿអាចជប់ต้องកែប្រែមកយើងដូរទៅជាបាទ60វិញមកបាទហើយប្រាក់ដុល្លារដដែលនេះមកអញ្ចឹងយើងអាប់ដេតវាមកបាទអញ្ចឹងវាឡើងដល់60បាទអញ្ចឹងនេះក៏វាឡើងដែរឡើង2230បាទហើយនៅពេលដែលបញ្ចូលហើយគឺអាចហើយយើងអាចនេះបាទអាចស្រាវជ្រាវរកភ្ញៀវបានបាទចង់រកអូម៉ាថាអញ្ចឹងនេះវាចេញឲ្យបាទយើងចង់ការអាប់ដេតឬក៏ត្រូវការលុបអីគឺយើងអាចចុចលើនេះបានបាទហើយទៅយើងអាច print បាទយើងអាច print តារាងនេះបានបាទឥឡូវឧបមាថាការរៀបការឯណាឧបមាថាថ្ងៃហ្នឹងចុះបាទ24ហ្នឹងគោកំឡោះឈ្មោះអីហ្នឹងបាទឧទាហរណ៍គោកំឡោះឈ្មោះកងហ្នឹងទៅហើយគោកំមុំឈ្មោះបុផាអញ្ចឹងទៅបាទអញ្ចឹងយើង print ទៅចុចប៊ូតុងហ្នឹងទៅបាទអញ្ចឹងវានឹងចេញជាតារាងឲ្យនេះបាទអញ្ចឹងបញ្ជីឈ្មោះពីនេះបាទជាភាសាខ្មែរបាទអញ្ចឹងគោកំមុំហើយថ្ងៃការទៅមកមានភ្ញៀវអាស្រ័យឋានចំនួនទឹកប្រាក់ប្រភេទទឹកប្រាក់ចងជាអីពីដុល្លារឬក៏រៀលបាទអញ្ចឹងវាទាំងអស់នៅវានឹងសរុបឲ្យបាទអញ្ចឹងចំនួនភ្ញៀវសរុបគឺ12នាក់បាទសរុបប្រាក់រៀលនេះបាទគឺ1,240,000រៀលហើយប្រាក់ដុល្លារគឺ2230ដុល្លារបាទនេះគឺវាងាយស្រួលក្នុងការប្រើបាទអញ្ចឹងបើសិនជាលោកស្រីដែលមានកូនការហើយចង់បានប្រព័ន្ធនេះបាទចាត់ទៅមកខ្ញុំបានបាទខ្ញុំលក់ជូនតម្លៃសមរម្យទៅបាទសូមអរគុណសូមជម្រាបលា